ខាត់លៀងអញ្ចឹងនៅផ្ទះបងប្អូនទាំងអស់គ្នាប្រកាសជាមានមូសច្រើនហើយហើយបើសិនជាយើងប្រើជាមួយនឹងថ្នាំបាញ់មូសក៏ប៉ះពាល់ដល់សុខភាពដែរអញ្ចឹងហើយទឹកម៉ែនេះខ្ញុំណែនាំជាមួយបងប្អូនទាំងអស់គ្នាជាមួយនឹងប្រដាប់ឆក់មូសថ្មីដែលជាប្រភេទយើងកាន់នៅដៃវាយផ្ទាល់ក៏បានហើយយើងមានជាមួយនឹងប្រភេទច្រើនទៀតប្រភេទដែលខ្ញុំកំពុងតែបង្ហាញនេះគឺជាប្រភេទដែលយើងកាន់ដៃអាចវាយបានចល័តហ្មងអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញមូសនៅណាអាចវាយនៅនឹងបានហើយជាមួយនឹងកម្លាំងវិញក៏អត់ខ្សោយដែរគឺខ្ញុំតេស្តផ្ទាល់ហ្មងនិយាយទៅប្រភេទនេះគឺកម្លាំងខ្លាំងហើយយើងមានជាមួយនឹងប្រភេទដែលកាន់វាយអញ្ចេះច្រើនប្រភេទទៀតដូចជាប្រភេទដែលយើងអាចកាច់បត់បាន90ដឺក្រេហើយយើងអាចបលូតឲ្យវែងដើម្បីវាយមុខបានប្រភេទដែលបង្ហាញជាមួយនឹងភាគរយថ្មហើយមានកម្លាំងខ្លាំងជាងប្រភេទដែលខ្ញុំកំពុងតែកាន់នៅដៃផ្ទាល់នេះក៏តែបើបងប្អូនទាំងអស់គ្នាអត់ចាប់បានជាមួយប្រភេទដកវាយទេក៏យើងមានជាមួយនឹងប្រភេទ stand ចោលចាប់មូបានដូចគ្នាដូចជាប្រភេទពូ stand ចោលតែម្ដងងាយស្រួលប្រើប្រាស់ខ្លាំងមែនទែនដោតទៅដោយភ្លើងគឺយើងអាចចាប់មុខបានហើយដោយសារតែមានជាមួយនឹង UV ហើយប្រភេទ stand នេះគឺយើងមានរហូតដល់4ប្រភេទដែលមានជាមួយនឹងលក្ខណៈសម្បត្តិផ្សេងៗគ្នាហើយរូបរាងក៏ខុសៗគ្នាស្អាតទៅតាមនឹងដែរហើយមួយទៀតបើសិនជាបងប្អូនអត់ចង់បានជាមួយប្រភេទដកវាយទេអត់ចង់បានជាមួយនឹងប្រភេទ stand ចោលទេយើងក៏មានជាមួយនឹងប្រភេទទឹកថ្នាំដែលអាចដោតជាមួយនឹងភ្លើងទៅប្រើដើម្បីដេញមូសវិញក៏បានដែរហើយកងដៃក៏យើងមានដូចគ្នាជាមួយនឹងកងដៃពាក់ការពារមូសសម្រាប់បងប្អូនដែលចង់ដាក់នៅលើទីរូបតូចៗអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការជាមួយនឹងឧបករណ៍ចាប់មូសឆក់មូសឬមួយក៏ដេញមូសបងប្អូនទាំងអស់គ្នាអាចមកតេស្តផ្ទាល់មកមើលផ្ទាល់នៅហាងក៏បានឬមួយក៏ឲ្យខាងបងប្អូនដឹកជូនក៏បានដែរអរគុណបាយបាយ